ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់1644នាក់ហើយរដ្ឋធានីណៃពីដោមេដឹកនាំយោធារបស់មីយ៉ាន់ម៉ាបានអនុញ្ញាតឲ្យបុគ្គលិកជួយសង្គ្រោះបរទេសរាប់រយនាក់ចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះរបស់ខ្លួនបន្ទាប់ពីការរញ្ជួយដីបានសម្លាប់មនុស្សជាង1600នាក់ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតដែលបានវាយប្រហារប្រទេសក្រីក្រនិងបានហែកហួរដោយសង្គ្រាមក្នុងរយៈពេលជាច្រើនឆ្នាំមួយនេះគ្រោះរញ្ជួយដីកម្រិត 7.7 វិកទ័រដែលជាគ្រោះមហន្តរាយដ៏ធំបំផុតមួយដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ក្នុងសតវត្សរ៍ចុងក្រោយនេះបានបង្កការខូចខាតដល់អាកាសយានដ្ឋានស្ពាននិងផ្លូវ highway ចំពេលមានសង្គ្រាមស៊ីវិលដែលបានបំផ្លាញសេដ្ឋកិច្ចនិងមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅចំនួនអ្នកស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើងរហូតដល់1644នាក់ហើយនេះបើយោងតាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាគូបញ្ជាក់ថាការព្យាករណ៍របស់សេវាភូកភពសាស្ត្រអាមេរិកបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់របស់ប្រទេសមីយ៉ាន់ម៉ាអាចកើនឡើងលើស 10000 នាក់ហើយការខាតបង់អាចលើសពីទិន្នន័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសមួយនេះមួយថ្ងៃបន្ទាប់ពីការអំពាវនាវដ៏កម្រមួយសម្រាប់ជំនួយអន្តរជាតិប្រមុខរបបមីយ៉ាន់ម៉ាឧត្តមសេនីយ៍មីនអងលៀងបានធ្វើដំណើរទៅកាន់ទីក្រុងម៉ាន់ដាឡេដោយបានបញ្ជាឲ្យពន្លឿនខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះបងប្អូនប្រិយមិត្តទាំងអស់គ្នាចង់ពាក់ព័ន្ធទៅនឹងការរញ្ជួយដីនៅឯប្រទេសមីយ៉ាន់ម៉ាគឺមកដល់ពេលនេះគឺបានសម្លាប់មនុស្សរហូតដល់1644នាក់ហើយបងប្អូនហើយនឹងរបួសគឺរាប់ពាន់នាក់ទៀតឯណោះមកដល់ពេលនេះគឺមិនទាន់ធូរស្រាលនៅឡើយទេបងប្អូនគឺកំពុងតែវឹកវរមែនទែននៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយមីយ៉ាន់ម៉ាក៏បានទទូចស្នើសុំពីជំនួយអន្តរជាតិដែរហើយអន្តរជាតិក៏មិនអោបដៃឈរមើលដែរមានទាំងដូណាល់ត្រាំក៏បានសន្យាថានឹងជួយសង្គ្រោះទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយក្នុងនោះបើតាមកម្ពុជាយើងបើតាមក្រសួងអូតូនិយមគឺបាននិយាយហើយថាកម្ពុជាយើងអាចនឹងអស់ឥទ្ធិពលនៃការរញ្ជួយដីហើយគឺអាចរួចផុតពីគ្រោះថ្នាក់ឲ្យបងប្អូននៅឡើយតែប្រទេសមីយ៉ាន់ម៉ាប្រទេសថៃក៏ដូចជាប្រទេសវៀតណាមផងដែរដូច្នេះខ្ញុំបាទក៏សូមចូលរួមរំលែកទុកទៅដល់ប្រជាជននៅឯប្រទេសមីយ៉ាន់ម៉ាដែលបានបាត់បង់ជីវិត1644នាក់